អ៊ីរ៉ង់កំពុងប្រើយុទ្ធសាស្ត្រសង្គ្រាមអ្នកណាទ្រាំបានយូរអ្នកនោះឈ្នះដោយប្រើអាវុធដែលមានតម្លៃត្រឹម$20,000ប៉ុណ្ណោះរាល់ពេលដែលទីក្រុងតេរ៉ង់បញ្ចេញដ្រូនសាអ៊ីតមួយគ្រឿងតម្លៃ$20,000អាមេរិកនិងសម្ព័ន្ធមិត្តមជ្ឈមបូព៌ាត្រូវបាញ់មីស៊ីលមួយគ្រាប់តម្លៃចន្លោះពី$4 លានដល់$12 លានដើម្បីស្ទាក់ចាប់ដ្រូន$20,000របស់អ៊ីរ៉ង់ចុះប្រសិនបើដ្រូនរបស់អ៊ីរ៉ង់វាយចូលរាប់រយដងក្នុងមួយថ្ងៃតើអាមេរិកអស់គ្រាប់មុនឬក៏អ៊ីរ៉ង់ដួលមុនតាមការវិភាគរបស់ Bloomberg ចុះផ្សាយថ្ងៃទី3ខែមីនាឆ្នាំ2026ចំនួននេះកំពុងបំលែងទៅជាសង្គ្រាមខ្ទប់ច្រមុះជ្រមុជទឹកអ្នកណាមួយបានយូរជាងអ្នកនោះឈ្នះប្រព័ន្ធការពារអាកាស Patriot របស់អាមេរិកអាចស្ទាក់ចាប់ដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់បានលើសពី 90% ដែលមើលទៅគឺជាជ័យជំនះផ្នែកយោធាក៏ប៉ុន្តែបើក្រឡេកផ្នែកយុទ្ធសាស្ត្រវិញវាគឺជាជ័យជំនះដែលមានតម្លៃខ្ពស់ខ្លាំងណាស់ក្នុងឆ្នាំ2025ក្រុមហ៊ុន Lockheed Martin ផលិតមីស៊ីលស្ទាក់ចាប់ PAC-3 បានប្រហែល600គ្រាប់ប៉ុណ្ណោះប៉ុន្តែក្នុងប៉ុន្មានថ្ងៃដំបូងនៃសង្គ្រាមនេះ Bloomberg រាយការណ៍ថាអាមេរិកបានប្រើមីស៊ីលចាប់ស្ទាក់ចម្រុះប្រភេទរាប់ពាន់គ្រាប់រួចទៅហើយអ្នកវិភាគកិច្ចការផ្ទៃក្នុងបានប្រាប់ Bloomberg ថាមីស៊ីលស្ទាក់ចាប់ PAC-3 របស់ Qatar អាចប្រើបានត្រឹមតែ4ថ្ងៃទៀតប៉ុណ្ណោះប្រសិនបើល្បឿនប្រយុទ្ធបន្តដោយពេលបច្ចុប្បន្នPAC-3 មួយគ្រាប់មានតម្លៃ$4 លានចំណែកសាអាតដែលអារ៉ាប៊ីសាអូឌីតប្រើស្ទាក់ចាប់មីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់តម្លៃប្រហែលជា$12 លានក្នុងមួយគ្រាប់នៅខាងអ៊ីរ៉ង់វិញត្រូវបានប៉ាន់ស្មានថាមានមីស៊ីលប៉ាឡេស្ទិកប្រហែលជា2000គ្រាប់និងដ្រូនច្រើនជាងនេះចាប់តាំងពីផ្ទុះសង្គ្រាមមកអ៊ីរ៉ង់បានបាញ់លើសពី1200ដងហើយដែលភាគច្រើនគឺជាដ្រូនតម្លៃថោកអ្នកវិភាគលោកស្រី Becca Wager ពី Bloomberg Economics បានសន្និដ្ឋានថាអ៊ីរ៉ង់ប្រហែលជាកំពុងរក្សាទុកមីស៊ីលសម្រាប់ដំណាក់កាលបន្ទាប់នោះមានន័យថាបច្ចុប្បន្នអ៊ីរ៉ង់ប្រើយុទ្ធសាស្ត្របញ្ចេញដ្រូនតម្លៃថោកដើម្បីបង្ខំឲ្យគូសត្រូវចំណាយមុនហើយចុះចាញ់តាមក្រោយក៏ប៉ុន្តែលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថាអាមេរិកនៅមានសមត្ថភាពរ៉ាប់រងចំណាយក្នុងសង្គ្រាមដែលលោកប៉ាន់ស្មានថាអាចប្រើពេលលើសពី4សប្តាហ៍លោក Ankit Panda អ្នកជំនាញសន្តិសុខអន្តរជាតិមកពីវិទ្យាស្ថានសន្តិភាព Carnegie Endowment បានព្រមានថាប្រសិនបើល្បឿនប្រយុទ្ធបច្ចុប្បន្នបន្តទាំងអាមេរិកនិងអ៊ីរ៉ង់ទំនងជាមិនអាចស៊ូប្រយុទ្ធបានដល់1ខែទេដូចគ្នាដែរមន្ត្រីអាមេរិកបានប្រាប់ CNN ថាស្តុកមីស៊ីលរបស់អាមេរិកជិតអស់ហើយដូច្នេះក្នុងសង្គ្រាមនេះអាវុធសំខាន់បំផុតប្រហែលជាមិនមែនគ្រាន់តែជាគ្រាប់ដែលបាញ់ចេញទេតែជាគ្រាប់ដែលនៅសល់ក្នុងឃ្លាំងខ្ញុំរស់សុធាពី News Today NTTV